វាជាពេលល្ងាចស្រងូតស្រងាត់ព្រះអាទិត្យរៀបលិចបន្សល់ទុកពន្លឺក្រហមអន្តកាលលាបពណ៌ផ្ទៃមេឃកញ្ញាដេវីដៃកាន់កាបូបតូចមួយឈរស្ងៀមស្ងាត់នៅមុខផ្លូវដីក្រហមឆ្ពោះទៅភូមិអមតៈជាភូមិកំណើតរបស់ម្ដាយនាងដែលនាងមិនធ្លាប់បានទៅដល់សោះដើមឈើធំដុះត្រៀបត្រាអមសងខាងផ្លូវមកលុបត្រឈឹងត្រឆៃហាក់ដូចជាលាក់បាំងអាត់កំបាំងអ្វីមួយពីភ្នែកមនុស្សដែលវីមិនបានទៅលេងភូមិនេះតាំងពីម្ដាយនាងទទួលមរណភាពម្លេះដោយមានបំណងទៅរៀបចំផ្ទះចាស់ដែលទូទេស្ងាត់យូរឆ្នាំរាត្រីដំបូងនៅផ្ទះបុរាណគឺជាបទពិសោធន៍ដ៏ចម្លែកផ្ទះធ្វើពីឈើប្រក់ក្បឿងចាស់ទ្រុឌទ្រោមនិងពោពេញដោយក្លិនឈើស្អ៊ុយអាប់និងធូលីដីដាវីដេកលោកដឹងភ័យពាក់កណ្ដាលអាធ្រាត្រសំឡេងយំរៀបរាយលាយឡំនឹងសំឡេងក្រហមខ្សឹបខ្សៀវបាំងលេចលឺចេញពីក្រោមផ្ទះវាមិនមែនជាសំឡេងសត្វអ្វីឡើយគឺហាក់ដូចជាសំឡេងមនុស្សស្រីកំពុងទ្រហុយយំដោយក្តីឈឺចាប់បំផុតរួចបន្លឺឡើងថាកូនខ្ញុំនៅឯណាដាវីស្រវាចាប់ភួយមកដណ្ដប់ទឹងដីញ័រតែនាងព្យាយាមគិតថាវាប្រខែជាការយល់សប្តិដោះព្រឹកឡើងដាវីសួរអ្នកភូមិក្បែរខាងអំពីសំឡេងដែលនាងឮកាលពីយប់លោកយាយច័ន្ទដែលជាអ្នកជិតខាងចំណាក់ម្នាក់បានត្រឹមតែរង្គើក្បែរដោយទឹកមុខមិនស្រណុកចិត្តគាត់និយាយទាំងសំឡេងខ្សឹបថាម្ចាស់នឹងគេថាមានម្ចាស់យាមតាំងពីយូរយារណាស់ហើយក្មួយម្ចាស់ដើមគេនៅតែរកកូនគេមិនទាន់ឃើញទេដាវីស្ដាប់ទៅហាក់ដូចជារឿងព្រេងនិទានបុរាណមួយហើយព្យាយាមមិនយកចិត្តទុកដាក់តែពេលនាងងាកខ្នងស្រាប់តែមានស្រមោលខ្មៅរាងស្ដៅមួយរំកិលបាត់ទៅក្រោយដើមពោធិ៍ធំក្បែរផ្ទះពេលកំពុងរៀបចំផ្ទះដាវីបានរកឃើញប្រអប់ឈើចាស់មួយនៅក្រោមគ្រែនៅក្នុងនោះមានរូបថតជាច្រើនសន្លឹករូបថតមួយសន្លឹកធ្វើឲ្យនាងចាប់អារម្មណ៍ខ្លាំងបំផុតជារូបមនុស្សស្រីម្នាក់ពាក់សម្លៀកបំពាក់បុរាណសម័យដើមទឹកមុខស្រស់ស្អាតតែភ្នែករបស់នាងមានភាពសោកសៅចម្លែកអ្វីដែលកាន់តែចម្លែកជាងនេះគឺពេលដែលវីងាកចេញរួចងាកមកវិញភ្នែកនៅរូបថតនោះហាក់ដូចជាកំពុងសន្លក់មកនាងលូកដៃទៅប៉ះរូបថតនោះរួចក៏ទម្លាក់ចុះព្រោះដៃនាងប៉ះចំរបស់ត្រជាក់ដោយទឹកកករាត្រីបន្ទាប់ភាពភ័យខ្លាចចាប់ផ្ដើមលុកលុយដាវីពេលនាងកំពុងដេកលក់ស្កប់ស្កល់ស្រាប់តែនាងភ្ញាក់ព្រឺតឡើងដោយសារសំឡេងខ្សឹបនៅក្បែរត្រចៀកនាងកូនខ្ញុំឯងយកទៅណាឯងយកកូនខ្ញុំទេសំឡេងនោះស្រាវស្រើបខ្លាំងណាស់វាមិនមែនជាសំឡេងយល់សប្តិដោះទៀតទេព្រោះនាងមានអារម្មណ៍ថាដង្ហើមត្រជាក់ស្រិបនៅចុកនឹងកញ្ចឹងកដាវីរត់ចេញពីបន្ទប់ទាំងបេះដូងលក់ញាប់ញ័រពេលព្រលឹមស្រាងដាវីត្រឡប់ទៅបន្ទប់វិញទាំងញ័រខ្លួននាងសម្លឹងទៅជញ្ចាំងឈើចាស់ស្រាប់តែនាងឃើញមានស្នាមក្រហមរាលដាបចេញពីស្នាមប្រាក់នាងជញ្ចាំងឈើដំបងនាងគិតថាជាស្នាមផ្សិតឬកក់ក្បកតែពេលនាងលូកដៃទៅប៉ះវាក្តៅអ៊ុននិងមានក្លិនឈាមស្រក់ឈួរច្រមុះស្នាមនោះរាងដូចទាកដៃមនុស្សស្រីមានម្រាមវែងកំពុងលូកចេញពីជញ្ជាំងឈើហាក់ដូចជាចង់ចាប់យកអ្វីមួយដាវីមិនអាចទ្រាំទ្របានទៀតទេនាងសម្រេចចិត្តរត់ទៅរកលោកយាយច័ន្ទនាងរៀបរាប់គ្រប់យ៉ាងទាំងភ័យញ័រលោកយាយច័ន្ទទឹកមុខស្រពោងខ្លាំងណាស់គាត់ចាប់ដៃដាវីយ៉ាងណែនហើយនិយាយថាក្មួយអើយនេះមិនមែនជារឿងធម្មតាទេព្រាយម្ដាយដើមគាត់បានបង្ហាញខ្លួនហើយគាត់មិនដែលភ្លេចកូនគាត់ទេលោកយាយច័ន្ទប្រាប់ថាមានតែអ្នកភូមិចំណាស់ម្នាក់ទៀតទេដែលអាចជួយបានលោកយាយផាដែលជាគ្រូអាចារ្យភូមិបានស្ដាប់រឿងរបស់ដាវីដោយទឹកមុខស្អប់ស្ងៀមគាត់ចាប់បាត់ដៃដាវីហើយសម្លឹងមុខនាងយ៉ាងហ្មត់ចិត្តនាងជាពូតពងរបស់គេហើយគាត់និយាយរួចគាត់ចាប់ផ្ដើមរៀបរាប់ពីរឿងរ៉ាវកាលពីជាង100ឆ្នាំមុនមានស្ត្រីម្នាក់ឈ្មោះនាងម៉ៃគាត់មានកូនប្រុសម្នាក់ដែលទីស្រឡាញ់បំផុតតែដោយសារគ្រោះកាចគាត់ត្រូវបានគេបំបីពីកូនហើយស្លាប់ទាំងក្តីឈឺចាប់និងបំណងប្រាថ្នាចង់ជួបកូនវិញ្ញាណរបស់គាត់នៅតែវិលវល់ស្វែងរកកូនរហូតដល់សពថ្ងៃនេះលោកយាយផាបន្តថាវិញ្ញាណគាត់តាមឡងបន្លាស់តែអ្នកណាដែលមានឈាមជ័រជាប់ពាក់ព័ន្ធនឹងអ្នកដែលបានបំបែកគាត់ពីកូនឬអ្នកដែលមានអ្វីមួយជាចំណងដំណក់ឈាមរបស់គាត់ដាវីស្រាប់តែនឹកឃើញថារូបថតមនុស្សស្រីម្នាក់ដែលមានភ្នែកសោកសៅនៅក្នុងប្រអប់ឈើនាងប្រាប់លោកយាយផាអំពីវា
លោកយាយផាហាក់ដូចជាភ្ញាក់ផ្អើលជាខ្លាំងរូបថតនោះគឺជារូបថតរបស់នាងម៉ៃហើយយប់នោះដាវីដេកលក់ហើយយកសបាត់ឃើញនាងម៉ៃក្នុងសូបិននាងម៉ៃកំពុងអង្គុយយំនៅកណ្ដាលព្រៃជ្រៅមួយហើយក្បែរគាត់មានក្មេងប្រុសម្នាក់កំពុងដេកលក់នាងម៉ៃសម្លឹងមុខដាវីទាំងទឹកមេឃហូរហើយលូកដៃមកនាងហាក់ដូចជាចង់ប្រគល់អ្វីមួយជួយរកកូនឃុំផងកូនខ្ញុំនៅមិនទាន់បានទៅណាឆ្ងាយទេសំឡេងរបស់នាងម៉ៃបន្លឺឡើងក្នុងសុបិនពេលភ្ញាក់ពីដំណេកដាវីមានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាកាន់អ្វីមួយនៅក្នុងដៃនាងលាក់ដៃមើលស្រាប់តែឃើញខ្សែកចាស់ធ្វើពីប្រាក់ដែលមានរូបតូចឆ្លាក់រូបកូនប្រុសខ្សែកនេះដាវីមិនដែលឃើញពីមុនមកទេហើយវាក៏មិនមែនជាកម្មសិទ្ធិរបស់នាងដែរនាងរន្ធត់ចិត្តខ្លាំងបំផុតព្រោះខ្សែកនេះហាក់ដូចជាចេញពីសុបិននោះមកដាវីសម្រេចចិត្តត្រឡប់ទៅផ្ទះចាស់វិញហើយចាប់ផ្ដើមរុករកគ្រប់កន្លែងនាងគិតថាក្មេងប្រុសក្នុងរូបតូចនៅលើខ្សែកប្រហែលជាកូនប្រុសរបស់នាងម៉ៃនាងចាប់ផ្ដើមរកមើលទម្រួយណាដែលទាក់ទងនឹងខូម៉ាឬកន្លែងលះខ្លួននាងរុករកក្រោមផ្ទះក្នុងទូគ្រប់កន្លែងដែលនាងមិនទាន់បានប៉ះពាល់នៅក្រោមផ្ទះត្រង់ជញ្ជាំងដែលធ្លាប់ហូរឈាមដាវីបានរកឃើញបន្ទះឈើចាស់មួយបន្ទាំងដែលគេបិទបាំងយ៉ាងជិតស្និទ្ធនាងព្យាយាមគាស់វាចេញពេលគាស់បានស្រាប់តែមានរូងតូចមួយលេចប្រងនៅក្នុងរូងនោះមិនមែនជាកំណាក់ទ្រព្យអ្វីឡើយគឺជារបស់របរប្រើប្រាស់របស់ក្មេងប្រុសតូចមួយចំនួនរួមទាំងសម្លៀកបំពាក់និងឃ្លុចឈើចាស់មួយនៅពេលដាវីកំពុងកាន់របស់របររបស់ក្មេងប្រុសនោះឡើយស្រាប់តែអាកាសធាតុជុំវិញផ្ទះប្រែប្រួលយ៉ាងខ្លាំងខ្យល់ព្យុះបោកខ្លាំងសំឡេងស៊ឹបសៀវកាន់តែលឺច្បាស់ហើយនៅចំពីមុខដាវីស្រមោលខ្មៅរាងស្ដើងបានលេចចេញជារូបរាងមនុស្សស្រីពាក់សម្លៀកបំពាក់បុរាណដែលមានមុខមាត់ដូចក្នុងរូបថតនាងម៉ៃឥឡូវលែងគ្រាន់តែជាស្រមោលទៀតហើយភ្នែករបស់គាត់សម្លឹងមុខដាវីទាំងក្តីឈឺចាប់លាយឡំនឹងកំហឹងនិងក្តីប្រាថ្នាដែលមិនទាន់បានបំពេញគាត់លាតដៃមកដាវីយឺតដាវីមិនបានរត់គេចឡើយនាងបែរជាលើករបស់របររបស់ក្មេងប្រុសនោះទៅរកនាងម៉ៃនាងនិយាយទាំងសម្លេងញ័រថាខ្ញុំបានរកឃើញហើយកូនប្រុសរបស់លោកយាយមិននៅឯកោទៀតទេស្រមោលរបស់នាងម៉ៃបានបក់បន្តិចហាក់ដូចជាមានកាសស្ទើរភ្នែករបស់គាត់ដែលធ្លាប់តែសំឡក់ដែលក្តីឈឺចាប់ឥឡូវហាក់ដូចជាមានដំណក់ទឹកមេឃហូរចេញមកខ្យល់ព្យុះក៏បានស្ងប់ស្ងាត់ទៅវិញបន្តិចតែអារម្មណ៍ភ័យខ្លាចនៅក្នុងចិត្តដាវីនៅតែស្ថិតនៅនាងម៉ៃហាក់ដូចជាកំពុងពិចារណាអ្វីមួយ